Bà xưa đây bộ môn ngọc này ngày năng cư dương và tờ làm một chuột này mà làm tiết hay ngày năng đá cư chỉ ngày tí pi bởi dưỡng đại riêng pi mê riêng limit này anh cùng thằng tí đã pi bởi dưỡng ok chẳng có mọi cặp bị dấu dương chập đàm chỗ đó mê riêng bởi dưỡng từng ngọc này ok được ngàyนี้cư dương nằm sắc xa hồng pi tá limit miênประมาณเพจok chẳng limit bởi dưỡng cư miên riêng pi cư tí môi cư limit រៀងកំណត់ទី2 limit រៀងមិនកំណត់អូខេចំពោះថ្ងៃនេះដែរគឺយើងនឹងសិក្សាអំពីចំណុចទី1ដែលជា limit រៀងកំណត់តើគេដោះស្រាយ limit រៀងកំណត់បែបណាចំណុចទី2 limit រៀងមិនកំណត់យើងថ្ងៃហ្នឹងគឺយើងអត់ទាន់សិក្សាទេប៉ុន្តែខ្ញុំឲ្យចំណុចខ្លះៗដែលតាក់ទងជាមួយនឹង limit រៀងមិនកំណត់ចំពោះ limit រៀងមិនកំណត់គឺយើងមាន7ចំណុចបែបនេះគឺរៀង0លើ0រៀងអនន្តលើអនន្តរៀង0គុណអនន្តរៀង0ស្វ័យគុណ0អនន្តស្វ័យគុណ0 1ស្វ័យគុណអនន្តអនន្តបូក10អនន្តអូខេប៉ុន្តែយើងកុំអាខ្វល់នៅចំណុចទី2នេះថ្ងៃនេះគឺយើងរៀនអំពីចំណុចទី1ដែលជា limit រៀងកំណត់តើអ្វីទៅជា limit រៀងកំណត់ហើយរបៀបដោះស្រាយវាបែបណាយើងនឹងដោះស្រាយលំហាត់ជាមួយគ្នាថ្ងៃនេះដែរគឺខ្ញុំមានលំហាត់ចំនួន6ដើម្បីបញ្យល់ដល់បងប្អូនថាតើអ្វីទៅជា limit រៀងកំណត់ហើយរបៀបដោះស្រាយ limit រៀងកំណត់គឺគេដោះស្រាយបែបណាអូខេយើងមាន6ចំណុចនេះពីកដល់ចអូខេអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបងប្អូនត្រូវមានប៊ិចមានសៀវភៅដើម្បីកត់ត្រាចូលនៅក្នុងសៀវភៅរបស់យើងជៀសវាងនៅពេលថ្ងៃក្រោយយើងផ្លេចអីយើងអាចមើលអ្វីដែលយើងកត់ត្រានឹងបានអូខេអញ្ចឹងកុំឲ្យខាត់ពេកយើងចាប់ដើមដោះស្រាយលំហាត់កលំហាត់ករបស់យើងគឺរបៀបហៅ limit បងប្អូនបើសិនជាបងប្អូនស្ដាប់អត់តន់ទេបងប្អូនស្កប់ហើយសរសេរនៅចូលក្នុងសៀវភៅរបស់យើងណារបៀបហៅ limit គឺ limit នៃ 2x ដក1ដែល x ខិតជិតត្រូវ0ម្ដងទៀត limit នៃ 2x ដក1ដែល x ខិតជិតត្រូវ0អញ្ចឹងដើម្បីដោះស្រាយលំហាត់ limit នេះគឺយើងមើលនេះ x ខិតជិតមែន x ខិតជិត0ណាអញ្ចឹងយើងជំនួស x ដោយលេខ0ចូលនៅកន្លែងណាដែលមាន x អញ្ចឹងកន្លែងនេះគឺ x អញ្ចឹង2គុណនឹង x យើងជំនួស x ដោយ0មកអញ្ចឹង2គុណ0ដក1យើងបានមកនេះ2គុណ0ដក1អញ្ចឹងចម្លើយវាគឺ2គុណ0 0ហ្នឹងណាអញ្ចឹង0ដក1វាស្មើដក1អូខេនេះជាចម្លើយ limit របស់យើងលំហាត់ខអញ្ចឹងយើងមើលនេះយើងមើល 5x អញ្ចឹងយើងត្រូវជំនួស x ដោយលេខ1ដោយសារ x ខិតជិត1 x ខិតជិត1យើងជំនួស x ដោយលេខ1នៅពេលដែលយើងជំនួស x ស្មើនឹង1យើងបាន2ដកឲ្យ5គុណនឹង1អូខេដោយសារ x យើងស្មើ1យើងជំនួសចូលនៅក្នុង x មកអូខេអញ្ចឹងយើងទទួលបាន2ដកឲ្យ5គុណនឹង1អញ្ចឹង5គុណ1បាន5អញ្ចឹង2ដក5យើងបានដក3ចូលដល់លំហាត់កលំហាត់ក limit នៃ x ការ៉េដែល x ខិតជិតត្រូវ2អញ្ចឹងយើងជំនួស x ដោយលេខ2មកកន្លែងនេះយើងទទួលបាន2ការ៉េត្រូវអត់យើងអាចលុប limit បានយើងសរសេរថាស្មើជាមួយនឹង2ការ៉េហើយ2ការ៉េស្មើនឹង4លំហាត់ខ limit នៃឫសការ៉េនៃ x ដែល x ខិតជិតត្រូវ4អញ្ចឹង x ខិតជិតត្រូវ4យើងជំនួស x ដោយលេខ4មកយើងទទួលបានឫសការ៉េនៃ4អូខេយើងទទួលបានឫសការ៉េអូខេឫសការ៉េនៃ4ឫសការ៉េនៃ4ស្មើ2ដោយសារ4នេះស្មើ2ការ៉េអញ្ចឹងការ៉េជាមួយការ៉េអស់យើងសល់2អូខេលំហាត់ង limit នៃតម្លៃដាច់ខាតនៃ x ដក2ដែល x ខិតជិតដក3អញ្ចឹងយើងជំនួស x នេះដោយលេខណាដោយលេខដក3អញ្ចឹងបន្ទាប់ពីយើងជំនួស x ដោយដក3យើងទទួលបានតម្លៃដាច់ខាតនៃដក3ដកឲ្យ2អូខេដោយសារ x យើងស្មើដក3អញ្ចឹងយើងចំនួនមកតម្លៃដាច់ខាតនៃដក3ហើយដក2អញ្ចឹងដាច់ខាតនៃចំនួនអវិជ្ជមានក៏ដោយដាច់ខាតនៃចំនួនវិជ្ជមានក៏ដោយគឺចេញមកគឺវិជ្ជមានជានិច្ចអញ្ចឹងយើងបាន3ដក2នេះអញ្ចឹង3ដក2ស្មើនឹង1លំហាត់ចុងក្រោយលំហាត់ច limit នៃតម្លៃដាច់ខាតនៃ x ដែល x ខិតជិតត្រូវ0អញ្ចឹងយើងជំនួស x ដោយ0អត់មានអីបែរណាបងប្អូនយើងជំនួស x ដោយ0មកយើងទទួលបានដាច់ខាតនៃ0អញ្ចឹងដាច់ខាតនៃ0គឺស្មើ0បែបនេះអូខេអញ្ចឹងលំហាត់ទាំង6របស់យើងគឺបានបញ្ចប់ហើយសង្ឃឹមថាបងប្អូននឹងយល់ពីរបៀបដោះស្រាយ limit ដែលមានរាងកំណត់បែបនេះហើយបើសិនជាបងប្អូនមានសំណួរអាចសួរនៅខាងក្រោមវីដេអូបានជួបគ្នានៅវីដេអូក្រោយ